គ្រួសារនិងសង្គមជាតិទាំងមូលបាទបងប្អូនទស្សនិកជនជាទីមេត្រីព័ត៌មានដែលចូលមកបញ្ចប់កម្មវិធីព័ត៌មានអភិវឌ្ឍនៅថ្ងៃនេះគឺក្រុមហ៊ុន Selcard ធ្វើការប្រគល់រង្វាន់ឈ្នះទឹកប្រាក់ $10,000 សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃដល់អតិថិជនរបស់ខ្លួននៅរសៀលថ្ងៃទី30ខែឧសភាឆ្នាំ2014នេះក្រុមហ៊ុនទូរស័ព្ទចល័ត Selcard បានបន្តធ្វើការប្រគល់រង្វាន់ឈ្នះទឹកប្រាក់ $10,000 សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃដល់អតិថិជនរបស់ខ្លួនមួយរូបបន្តទៀតគឺអ្នកនាងស្រីសារ៉នជាកម្មការិនីរោងចក្រមានទីលំនៅភូមិព្រៃសម្ផស្សឃុំសម្បួរស្រុកស្វាយទាបខេត្តស្វាយរៀងដែលបានឈ្នះទឹកប្រាក់ $10,000 អាមេរិកកាលពីថ្ងៃទី28ឧសភាកន្លងទៅនេះការប្រគល់រង្វាន់នេះគឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Selcard បានចាប់ផ្ដើមកម្មវិធីផ្ដល់ឱកាសឈ្នះរង្វាន់ទឹកប្រាក់ $10,000 អាមេរិកជារៀងរាល់ថ្ងៃជាថ្មីបន្តទៀតសម្រាប់អតិថិជនរបស់ខ្លួនដែលមានរយៈពេល1ខែគឺចាប់ពីថ្ងៃទី1រហូតដល់ថ្ងៃទី30ខែឧសភានេះខ្ញុំឈ្មោះស្រីសារ៉ននៅស្រុកស្វាយទាបខេត្តស្វាយរៀងខ្ញុំបានឈ្នះរង្វាន់ $10,000 នៅថ្ងៃទី28ខ្ញុំបានសរសេរសារ 10K ផ្ញើទៅ88ពេលនោះខ្ញុំបានឡើងលើផ្ទះឃើញទូរស័ព្ទលេខទូរស័ព្ទខ្ញុំលើកញ្ចក់ទូរទស្សន៍ខ្ញុំភ័យផងអរផងស្ទើរតែជឿខ្លួនឯងថាឈ្នះទឹកប្រាក់សូមជម្រាបថាដើម្បីទទួលបានឱកាសឈ្នះរង្វាន់ទឹកប្រាក់ $10,000 សហរដ្ឋអាមេរិកជារៀងរាល់ថ្ងៃពីក្រុមហ៊ុន Selcard អតិថិជនរបស់ Selcard គ្រាន់តែផ្ញើសារដោយសរសេរ 10K រួចផ្ញើទៅកាន់លេខ8888ឬ call ទៅកាន់លេខ8888ផ្ទាល់តែម្ដងដែលចំណាយទឹកប្រាក់ត្រឹមតែ15សេនសម្រាប់ការផ្ញើសារនិង call មួយដងនិងទទួលបានលេខកូដផ្សងសំណាងមួយចំពោះការចាប់រង្វាន់គឺប្រព្រឹត្តទៅនៅតាមកញ្ចក់ទូរទស្សន៍ CTN នៅរៀងរាល់ម៉ោង 7 ល្ងាចបាទបងប្អូនទស្សនិកជនជាទីមេត្រីព័ត៌មានអភិវឌ្ឍ